ច្បាប់ជាអ្នកកំណត់ឲ្យយើងខ្ញុំអនុវត្តឯកឧត្តមនៅកន្លែងស្ថាប័នធ្វើច្បាប់ខ្ញុំស្វាគមន៍ឯកឧត្តមធ្វើគំរូមុនគេប្រកាសទៅយកបោះបានឯកឧត្តមប្រកាសតាមជុកតាមអីទៅសុំទោសខ្ញុំប្រកាសឲ្យជាសាធារណៈក្នុង Facebook ខ្ញុំអរគុណបាទសុំធ្វើចឹងប៉ុន្តែឲ្យយើងខ្ញុំធ្វើខុសច្បាប់យើងខ្ញុំមិនធ្វើទេបាទទី2រឿង Global Fund ថ្ងៃសុក្រក្រោយបាត់មកបញ្ចប់ជាមួយយើងខ្ញុំបាទឯកឧត្តមយើងខ្ញុំបញ្ជូនកម្លាំងយើងខ្ញុំសឹកកាត់ទៅដល់ស្វីសទៅដល់សិង្ហបុរីទៅដល់ស្អីទៅដល់ថៃទៅដល់ហុងកុងច្រើនវាមិនស្រួលដោយឯកឧត្តមគួយនិយាយនយោបាយទេឯកឧត្តមចង់និយាយពីរឿងផ្លិចច្បាប់រឿងមាត្រា Global Fund គាត់ចោទ3ទី1 NGO មេឌីខាំពុកលួយ$20000បើមិនសងលុយទេឲ្យរដ្ឋាភិបាលសងលុយបើមិនសងលុយរដ្ឋាភិបាលសងលុយកាត់ចំនួន NGO គាត់កាប់តែ$20000នេះជាបទរំលោភលើការទុកចិត្តរបស់ម្ចាស់អំណោយគេច្បាប់ចែងច្បាស់តតែអាម្ចាស់អំណោយប្តឹងទៅតុលាការបាត់ធ្វើបានយើងខ្ញុំអត់ទៅធ្វើជួសបានទេប៉ុន្តែគេគំរាមចិត្តบอกថាអានោះមិនព្រមសងរដ្ឋាភិបាលទៅសងរដ្ឋាភិបាលសងកាត់ឯង$800លានឥឡូវធ្វើម៉េចយើងខ្ញុំមានតែកវីដាវលេងចឹងហ៎តបងវាប្រកាសថាវាអត់សងដល់កវីដាវលេងចឹងទៅវាភ័យដែរវាសងទៅធ្វើម៉េចឯថាខ្លួនចាញ់ក៏ដូចគ្នាដែរយើងដំណើរការប៉ុន្តែពីររឿងនេះបិទមួយលោកបានផងណាយើងខ្ញុំនិយាយជាមួយឯងដល់ប៉ុន្តែក្រោយថ្ងៃសប្តាហ៍យើងខ្ញុំនិយាយអតិ3ជួយនៅពេលដែលយើងខ្ញុំបិទបញ្ជីមួយលោកបាន